ហើយពាក់ព័ន្ធនឹងការធ្វើនេះតតែភ័យឲ្យបងប្អូនស្អាត page មក green វិញទៅខ្ញុំយកថ្លៃសេវាមានន័យថាខ្ញុំអត់យកបងប្អូនទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទតើ page ជាប់បែបនេះមានន័យថាយើងត្រូវតែបោះបង់ឬមួយបោះចោលមែនទេបាទសំណួរគឺអត់ទេបងប្អូនបាទហើយ page បែបហ្នឹងជាប់បែបហ្នឹងតើយើងលែងរកលុយជាមួយនឹងវាបានបន្តទៀតជារឿងរហូតតើមែនទេបាទចម្លើយគឺអត់ទេយើងនៅតែរកលុយបានបាទអូខេអញ្ចឹងខ្ញុំនឹងបញ្យល់បងប្អូនពាក់ព័ន្ធនឹង page ដែលជាប់បែបនេះបាទជាប់បែបនេះគេហៅថាpage ជាប់ financial account បាទបញ្ហាបែបនេះគឺបណ្ដាលមកពី payout ដែលគ្រប់គ្រង page ហ្នឹងវាខូចបាទ payout ដែលគ្រប់គ្រង page ហ្នឹងខូចគឺវាជាប់អញ្ចឹងហើយបាទពេលខ្លះក៏វាចេញ connect entity បែបនេះបាទហើយពេលខ្លះក៏វាចេញ financial account បាទអញ្ចឹងពាក់ព័ន្ធជាមួយ page ដែលជាប់បែបនេះគឺបណ្ដាលមកពី payout ដែលកាន់ page ហ្នឹងខូចបាទ page ខ្លះគឺមាន payout លើសពី1អីទៅបាទ 2 star ឬមួយក៏ 2 អីផ្សេងគេហៅថា payout ចាស់ពីមុនខូចក៏វាជាប់អញ្ចឹងដែរហើយ payout បច្ចុប្បន្នខូចក៏ជាប់អញ្ចឹងដូចគ្នាសរុបមកវិញពាក់ព័ន្ធជាមួយ page ដែលជាប់បែបហ្នឹងគឺដោយសារតែ payout page ហ្នឹងគឺខូចបាទខូចគឺជាប់អញ្ចឹងហើយសំណួរសួរថា page ដែលជាប់អញ្ចឹងតើយើងអាចដោះស្រាយបានអត់បាទចម្លើយគឺអាចដោះស្រាយបានដោយយើងត្រូវធ្វើ payout ថ្មីមានន័យថាយើងបង្កើត payout ថ្មីមួយឲ្យស្រស់ស្អាតឲ្យខៀវឲ្យ green បន្តមកទៀតយើងធ្វើការ transfer យក page ដែលខូចហ្នឹងយក page ដែលជាប់អញ្ចឹងយកទៅដាក់នៅក្រោម payout ដែលបង្កើតថ្មីហ្នឹងជាទូទៅមិនលើសពី24ម៉ោងទៅ48ម៉ោងទេគឺ page ហ្នឹងអាចខៀវ green វិញហើយយើងអាចបន្តរលុយនៅលើ payout ថ្មីបានបាទហើយចំពោះសេវាកម្មក្នុងការធ្វើជួសជុល page ដែលជាប់អញ្ចឹងគឺខាងខ្ញុំក៏មានទទួលធ្វើដែរបងប្អូនបាទបង្កើត payout ឲ្យបងប្អូនមកស្អាតហើយជួយ transfer page បងប្អូនហ្នឹងដាក់ទៅក្រោម payout ដែលធ្វើថ្មីនឹងឲ្យបងប្អូនមក apply ឲ្យទៀតបាទហើយពាក់ព័ន្ធនឹងការធ្វើនេះតតែ payout បងប្អូនស្អាត page មក green វិញទៅខ្ញុំយកថ្លៃសេវាមានន័យថាខ្ញុំអត់យកលុយមុនទេតតែ page បងប្អូន green សិនបានខ្ញុំយកថ្លៃសេវាបាទពាក់ព័ន្ធជាមួយតម្លៃគឺខ្ញុំអត់ដាក់តម្លៃនៅលើវីដេអូទេបងប្អូនមាន page ដែលជាប់បែបនេះហើយធ្វើការចង់ដោះអាចឆាតមក Telegram ដែលខ្ញុំដាក់ពីលើវីដេអូនេះមកគឺខ្ញុំអាចប្រាប់ពីតម្លៃក៏ដូចជាការធ្វើឲ្យបងប្អូនបាទអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងសម្រាប់ចែកជូនទៅបងប្អូនទាំងអស់គ្នាជាចំណេះដឹងហើយកុំភ្លេចជួយ follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណច្រើនបងប្អូន